សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូស្វែងយល់អំពីប្រទេសដែលសម្បូរបែបទាំងអរិយធម៌បេតិកភណ្ឌនិងភាពស្រស់ស្អាតបែបធម្មជាតិនេះគឺជាប្រទេសប៉ូទុយហ្គាល់ដែលស្ថិតនៅបណ្ដោយឆ្នេរសមុទ្រអាត្លង់តិកនៅក្នុងទ្វីបអឺរ៉ុបខាងលិចប្រវត្តិសាស្ត្ររបស់ប៉ូទុយហ្គាល់គឺជាប្រទេសប្រវត្តិសាស្ត្រយូរមកហើយនៅសតវត្សទី11ប្រទេសនេះបានបំបែកចេញពីអាណាចក្រជប៉ុន Kingdom of Leon ហើយក្លាយទៅជារដ្ឋឯករាជ្យផ្លូវការនៅសតវត្សទី15និងទី16ប៉ូទុយហ្គាល់បានក្លាយទៅជាជំនួសពាណិជ្ជកម្មដ៏សំខាន់បំផុតមួយនៅលើពិភពលោកប្រទេសនេះគឺជាជើងខ្លាំងក្នុងការរុករកសមុទ្រដោយអ្នកល្បីៗដូចជា Vasco da Gama ដែលបានរកឃើញផ្លូវទៅឥណ្ឌាតាមសមុទ្រប៉ូទុយហ្គាល់ធ្លាប់មានអាណានិគមជាច្រើននៅអាស៊ីអាហ្វ្រិកនិងអាមេរិកខាងត្បូងទោះបីជាក្រោយមកធ្លាក់សិទ្ធិអំណាចក៏ដោយប៉ុន្តែបានទុកចំណងមិត្តភាពនិងវប្បធម៌របស់ខ្លួននៅជាច្រើនតំបន់នៅឆ្នាំ1974ប្រទេសនេះបានកើតជាការបដិវត្តន៍សម្រាប់លុបបំបាត់របបផ្ដាច់ការនិយមនិងបង្កើតរដ្ឋប្រជាធិបតេយ្យឡើងវិញភូមិសាស្ត្រនិងទីតាំងប៉ូទុយហ្គាល់មានព្រំប្រទល់ខាងកើតជាប់ជាមួយនឹងប្រទេសអេស្ប៉ាញនិងខាងលិចជាប់សមុទ្រអាត្លង់តិកប្រទេសនេះមានផ្ទៃដីប្រហែល 92,132 គីឡូម៉ែត្រការ៉េហើយមានប្រជាជនប្រហែលជាង10លាននាក់រដ្ឋធានីគឺទីក្រុង Lisbon ដែលស្ថិតនៅជាប់សមុទ្រហើយជាស្ថានីយ៍ដឹកជញ្ជូនសេដ្ឋកិច្ចនិងវប្បធម៌សំខាន់បំផុតប្រទេសប៉ូទុយហ្គាល់មានក្រុមកោះដ៏ស្រស់ស្អាតនៅក្នុងសមុទ្រដូចជា Madeira និង Azores ដែលពោរពេញទៅដោយជួរភ្នំនិងឆ្នេរខ្សាច់ធម្មជាតិដែលបង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិនិងសម្បត្តិធម្មជាតិនៅតំបន់កោះនៃប៉ូទុយហ្គាល់ដែលជាកន្លែងទស្សនារបស់អ្នកទេសចរសេដ្ឋកិច្ចនិងជីវភាពរស់នៅប៉ូទុយហ្គាល់ជាសមាជិកសហភាពអឺរ៉ុប EU និងប្រើរូបិយប័ណ្ណអឺរ៉ូសេដ្ឋកិច្ចរួមមានកន្លែងទេសចរដ៏ល្បីៗមានដូចជា Lisbon, Porto, Sintra, Algarve និង Madeira អ្នករស់នៅក្នុងប្រទេសនេះមានជីវភាពសុខស្រួលបរិយាកាសស្ងប់ស្ងាត់តម្លៃរស់នៅសមរម្យបើប្រៀបធៀបទៅនឹងប្រទេសអឺរ៉ុបផ្សេងទៀតវិស័យទេសចរគឺជាវិស័យសំខាន់បំផុតទាក់ទាញភ្ញៀវទេសចរច្រើនដោយសាររូបភាពនៃឆ្នេរសមុទ្រក្រុងបុរាណនិងវប្បធម៌ដ៏ស៊ីជម្រៅកសិកម្មនិងផលិតកម្មមានដូចជាផលិតស្រាទំពាំងបាយជូរជាពិសេសស្រាផតផលិតប្រេងអូលីវនិងកូរ៉ាំមានឧស្សាហកម្មស្រាលដូចជាក្រណាត់និងស្បែកសេវាកម្មនិងហិរញ្ញវត្ថុមានការអភិវឌ្ឍផ្នែកធនាគារប្រព័ន្ធកំណត់ពន្ធនិងសេវាអន្តរជាតិសេវាកម្សាន្តរួមមានការនាំចេញនូវវប្បធម៌តន្ត្រីដូចជាហ្វាដូការបង្ហាញសិល្បៈនិងម្ហូបជាតិប៉ូទុយហ្គាល់មានសេដ្ឋកិច្ចផ្អែកទៅលើទេសចរកសិកម្មសេវាកម្មនិងវប្បធម៌វាគឺជាប្រទេសដែលមានបែបបទសេដ្ឋកិច្ចចម្រុះបែបសន្តិភាពនិងគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរនយោបាយនិងរដ្ឋាភិបាលប៉ូទុយហ្គាល់គ្រប់គ្រងដោយប្រព័ន្ធរដ្ឋសាធារណៈរដ្ឋប្រជាធិបតេយ្យសភាប្រទេសនេះមានសេរីភាពនយោបាយខ្ពស់មានការបោះឆ្នោតសេរីជារឿយៗប្រធានាធិបតីមានតួនាទីជាប្រមុខរដ្ឋខណៈដែលនាយករដ្ឋមន្ត្រីគឺជាប្រមុខរដ្ឋាភិបាលប្រទេសនេះមានស្ថិរភាពនយោបាយល្អនិងជាសមាជិកនៃអង្គការសហប្រជាជាតិដូចជា NATO, EU និង UN វប្បធម៌ប្រជាជននិងភាសាផ្លូវការរបស់ប៉ូទុយហ្គាល់គឺជាភាសាប៉ូទុយហ្គាល់ភាសានេះត្រូវបាននិយាយជាង260លាននាក់នៅលើពិភពលោកដោយសារប្រវត្តិអាណានិគមរបស់ពួកគេប្រទេសប៉ូទុយហ្គាល់មានវប្បធម៌ចម្រុះនិងជ្រាលជ្រៅមានអរិយធម៌បុរាណចំណីអាហារសិល្បៈនិងតន្ត្រីជាច្រើនចម្រៀងបែបហ្វាដូគឺជាប្រភេទតន្ត្រីបុរាណដ៏ល្បីរបស់ប៉ូទុយហ្គាល់អ្នករស់នៅប៉ូទុយហ្គាល់គោរពនិងឲ្យតម្លៃខ្ពស់សម្រាប់គ្រួសារហើយពេញនិយមនិងចូលចិត្តញ៉ាំអាហារសមុទ្រដូចជាសាច់ត្រីបង្កងនិងសាច់គោជាដើមវិស័យអប់រំនៅប៉ូទុយហ្គាល់មានវិស័យអប់រំដែលមានគុណភាពនិងចូលរួមអប់រំសាធារណៈយ៉ាងសកម្មការសិក្សាដោយឥតគិតថ្លៃចាប់ពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សាចាប់ពីអាយុ6ឆ្នាំដល់18ឆ្នាំមានសាកលវិទ្យាល័យល្បីៗដូចជា University of Lisbon, University of Porto រាជរដ្ឋាភិបាលមានការវិនិយោគខ្ពស់ក្នុងការកែលម្អគុណភាពសិក្សាមានកម្មវិធីបើកទូលាយសម្រាប់ការបដូរនិស្សិតអន្តរជាតិដូចជា Erasmus+ បាល់ទាត់គឺជាកីឡាដ៏ល្បីបំផុតមានក្លឹបល្បីៗដូចជា Benfica, Porto និង Sporting CP Cristiano Ronaldo គឺជាកីឡាករជម្រើសជាតិនិងអន្តរជាតិសំខាន់សម្រាប់ប្រទេសនិងមានកីឡាករជម្រើសជាតិផ្សេងៗជាច្រើនរូបទៀតកីឡាផ្សេងៗទៀតរួមមានបាល់ទះ
កីឡាហែលទឹកនិងកីឡាផ្លូវទឹកកីឡាដើរលើភ្នំនិងកាយសម្ព័ន្ធរដ្ឋាភិបាលលើកទឹកចិត្តការចូលរួមកីឡាដើម្បីលើកស្ទួយសុខភាពសាធារណៈនិងកេរ្តិ៍ឈ្មោះជាតិសាសនាកីឡាគឺជាវិស័យសំខាន់ដែលជួយអភិវឌ្ឍភាពរីកចម្រើននៃសង្គមនិងជាផ្នែកមួយនៃអត្តសញ្ញាណជាតិ